រៀបចំទប់ទល់ចុះយកកំបិតមកយេនស៊ីប្រយ័ត្នផងណាម្ចាស់ក្រុមជាវបង្ខំឲ្យខ្ញុំចាត់ការហើយខ្ញុំគ្មានវិធីអ្វីផ្សេងទៀតទេមិនបាននិយាយច្រើនទេបញ្ចេញក្បាច់មកវីបបើសិនជានាងទី3ចេះយ៉ាងនេះតទៅគឺអាចមានគ្រោះថ្នាក់គ្រប់ពេលវេលាដល់ពេលនេះទៅឲ្យខ្មោចឃើញខ្លាចខ្ញុំនេះមិនអាចអោបដៃឈរមើលបានទៀតទេដើម្បីភាពសុខសាន្តរបស់នាងទី3ថ្ងៃនេះយើងត្រូវតែជួយនាងទី3ឲ្យគេផុតពីគ្រោះថ្នាក់កំណាចនេះនាងស្ដាប់ឲ្យច្បាស់ត្រូវតាំងចិត្តឲ្យនឹងណកុំចាញ់ល្បិចកលវាយលោកតទៅទៀតអាចារ្យមែនចៅយិនសៀធ្វើអីចេះនាងប្រើល្បិចកលអីហាត់អីក៏វាយលោកជីពណ៌របស់ខ្ញុំទៅវិញមកជាងពីបាក់ណាស់ទើបយិនសៀអាចដណ្ដើមយកព្រៀបបានណាមិនក៏មិនឆ្លៀតឱកាសវាយលោកផ្ទុយទៅវិញនៅចង់សាកជាមួយនឹងគេទៀតខ្ញុំក៏អត់ដឹងដែរប៉ុន្តែយិនសៀធ្វើយ៉ាងនេះប្រកាសជាមានមូលហេតុរបស់នាងលោកគ្រូហាត់អីក៏ពួកគេមិនប្រយុទ្ធទៀតទេបើចុះឯងសួរយើងទៅសួរនៅណាគេទៅចាំមែនហ្មងវិញឈប់សិនអញមិនប្រកួតគ្នាទៀតទេហើយអញ្ចឹងសម្រាប់តែសិនទៅអ្នកទាំងពីរប្រកួតគ្នាពេញមួយព្រឹកទៅហើយអស់កម្លាំងទៅហើយអូធូខ្ញុំក៏អស់កម្លាំងហើយឃ្លានទៀតផងណាចៅយិនសៀពេលនេះយប់ណាស់ទៅហើយណាស្អែកចាំប្រយុទ្ធទៀតប៉ុន្តែពួកនាងមិនត្រូវចាកចេញពីទីនេះទេអត់បញ្ហាទេសម្រាប់អញ្ចឹងទៅចុះណាប៉ុន្តែនៅជុំវិញទីនេះអត់មានផ្ទះសំណាក់អត់មានកន្លែងលក់បាយហើយលោកមិនឲ្យពួកខ្ញុំចាកចេញពីកន្លែងនេះហេតុនេះហើយលោកត្រូវរៀបចំបាយទឹកនិងកន្លែងស្នាក់នៅអ្វីទាំងអស់ឲ្យពួកខ្ញុំនៅទីនេះតែម្ដងទៅកំព្រួយអីយប់នេះនាងស្នាក់នៅកន្លែងខ្ញុំចុះខ្ញុំនឹងទទួលឲ្យបានដិតដល់nữa អញ្ចឹងបានហើយស្ថានភាពនៅកន្លែងនេះក្រនបើស្ងប់ស្ងាត់ហើយស្អាតបាតទៀតប្រសើរណាស់យប់នេះពួកយើងអាចដេកបានស្រួលខ្លួនហើយពូនៅនិយាយទៀតណាអូធូពូមិនដឹងស្លាប់រស់អ្វីទាំងអស់មានអ្នកហ៊ានសម្រេចខ្លួនឯងឲ្យទាំងអស់គ្នាស្នាក់នៅវិមានតកូលជាវទៅវិញអ្នកប្រុសស្នាក់នៅទីនេះយ៉ាងណាក៏ប្រសើរជាងដេកនៅលើដីដែរ
ពិតមែនតែខ្ញុំមិនខ្លាចលំបាកមែនប៉ុន្តែក៏ខ្ញុំមិនចង់ឃើញអ្នកប្រុសទ្រាំនឹងការលំបាកដែរ ទ្រាំលំបាកភាសាជាងស្លាប់ពូសម្រេចតែចិត្តឯងបើយ៉ាងម៉េចយ៉ាងម៉ាទៅទាំងអស់គ្នាគិតយ៉ាងម៉េចពូយូរទៅកាន់តែប្រទេសផ្ដាស់ទៅហើយ ហាន់យីងការប៉ັດរឿងរ៉ាវមិនសំខាន់ដូចជាបងគិតនោះទេបើសិនជាពន្យាពេលតទៅទៀតខ្ញុំក៏ទ្រាំមិនបានដែរការសម្រេចរបស់អូធូត្រូវនឹងចិត្តខ្ញុំមែនយប់នេះខ្ញុំត្រូវតែរកវិធីបំបែកសីមាកំបាត់នោះយ៉ាងម៉េច អ្នកនាងទី3ស្នាក់នៅវិមានតកូលជាវប្រហែលជារឿងចាប់បង្ខំហើយណាចំណុចនេះគ្មានអំណាចផុតដល់យើងទេ មែនហើយអ្នកណាតដឹងថាគូភាគីមានល្បិចកលអីនោះអត់ទេថ្ងៃនេះខ្ញុំប្រកួតជាមួយម្ចាស់ក្រុមឃើញថាវិជាគុណកំបិតរបស់គេសាហាវខ្លាំងណាស់ប៉ុន្តែជាវិជាកំបិតត្រឹមត្រូវហេតុនេះហើយបញ្ជាក់ថាគេជាមនុស្សត្រឹមត្រូវមិនគួរធ្វើអំពើអ្វីថោកទាបនោះទេ ទាំងអស់គ្នាស្ដាប់ឲ្យច្បាស់ម្ចាស់ក្រុមបានផ្ដាំរួចហើយទោះជាអ្នកណាក៏ដោយក៏មិនត្រូវទៅរំខានដល់ភ្ញៀវដែរអ្នកណាហ៊ានល្មើសត្រូវធ្វើតាមវិន័យក្រុមបានចៅគុណ បាន ទៅប្រាប់ចុងភៅឲ្យរៀបចំម្ហូបហើយនឹងស្រាឆ្ងាញ់យកទៅទទួលភ្ញៀវផងទៅចោះឮទេ បាន សិប្អូនហេតុអីបានជាសិប្អូនខឹងខ្លាំងយ៉ាងនេះ អូនមិនអាចសងសឹកឲ្យពុកអូនបានមិននឹងមិនខឹងបាននោះ សិប្អូនកំព្រួយណាម្ចាស់ក្រុមប្រកាសជារកយុទ្ធធម៌ឲ្យអូនវិញ អូនមិនសង្ឃឹមយ៉ាងនេះទេ ហេតុអីទៅ ម្ចាស់ក្រុមផ្ដាំឲ្យគេយកបាយស្រាម្ហូបឆ្ងាញ់ឲ្យពួកគេមានទុកពួកគេជាសត្រូវឯណាទោះជាទទួលភ្ញៀវកិត្តិយសក៏មិនដិតដល់ដោយលើកនេះដែរ សិប្អូនយល់ច្រឡំលើម្ចាស់ក្រុមហើយពេលចាស់លោកថាអ្នកណាមកលេងសុទ្ធតែជាភ្ញៀវមិនចំពោះថាចៅយានសៀមមានរឿងជាមួយនឹងម្ចាស់ក្រុមក៏ដោយប៉ុន្តែពួកគេបានមកដល់ផ្ទះតកូលជាវទៅហើយត្រូវទទួលទុកដូចជាភ្ញៀវអញ្ចឹងណាមិនអាចលេងសើចនឹងគេបានទេ ប៉ុន្តែយ៉ាងនេះកាន់តែពិបាកទប់ទល់ទៅទៀត នេះជាស្នាដៃដ៏ឆ្លៀវវៃរបស់ម្ចាស់ក្រុមហើយគាត់ធ្វើយ៉ាងនេះក៏ព្រោះចង់ឲ្យគូភាគីមានការធ្វើប្រហែសពេលដែលគូភាគីមានការធ្វើប្រហែសហើយនោះអញ្ចឹងប្រយុទ្ធគ្នានៅថ្ងៃស្អែកនោះប្រកាសជាម្ចាស់ក្រុមឈ្នះ បងមេងតើម្ចាស់ក្រុមអាចសម្លាប់មនុស្សរបស់ចៅយិនសៀទេ ពិតប្រកបហើយស្អែកនេះម្ចាស់ក្រុមប្រកាសជាឈ្នះណា ក្រុមកំបិតឯកមានឈ្មោះបោះសម្លេងដោយសារវិជាគុណកំបិតពីដើមមកមិនដែលបរាជ័យទេមិននឹកស្មានថាវិជាគុណរបស់ចៅយិនសៀមានស្នៀតបែងភាគយ៉ាងនេះសោះនោះធ្វើឲ្យវិជាគុណកំបិតរបស់យើងនេះមិនអាចបញ្ចេញឥទ្ធិពលអ្វីសោះការពិតនាងប្រើវិជាគុណដើរស្អីទៅជាពិសេសចៅយិនសៀគិតតាមពីវាយលុកកន្លែងជីបចររបស់យើងហើយជីបចររបស់យើងក៏ជាចំណុចខ្សោយរបស់យើងដែរមិនអាចនៅធម្មតាបានទេបើមិនចឹងទេនោះបើទោះជាយើងត្រូវរបួសក៏មិនអាចធ្វើអ្វីនាងបានដែរបើស្រាលត្រូវរបួសទាំងពីរនាក់បើធ្ងន់ត្រូវស្លាប់ទាំងពីរនាក់ទៀតផងចៅយានសៀក្មេងយ៉ាងនេះសោះប៉ុន្តែក្បាច់គុណដើរខ្ពស់គ្មានគេប្រៀបជ្រើសរើសការប្រយុទ្ធយ៉ាងនេះទៀតតាំងពីដើមរហូតមកយើងមិនដែលជួបនឹងដៃគូយ៉ាងនេះទេព្រោះជីបចរទាំង3នោះជាជីបចរដែលជួយឲ្យយើងចេះការពារដោយប្រុងប្រយ័ត្នចៅយានសៀធ្វើយ៉ាងនេះមានចេតនាឬក៏ចៃដន្យបាទនាងដឹងពីចំណុចខ្សោយរបស់យើងហើយនោះហេតុអីក៏នាងមិនវាយលុកតទៅទៀតឬក៏នាងមានចិត្តខ្វះកម្លាំងបើយ៉ាងនេះយើងគួរតែការពារយ៉ាងម៉េចទៅ អ្នកនាងទី3រកអូធូមានការអីហ៎ ខ្ញុំចង់និយាយជាមួយពូន អីទេអូធូកំពុងតែមានអារម្មណ៍ថាអបសោកដែរក្រុងថាមករកអ្នកនាងទី3ជជែកគ្នាលេងបន្តិចផងណាប៉ុន្តែខ្លាចក្រែងអ្នកប្រុសមិនទោសហេតុនេះហើយទៅមិនហ៊ានមករំខានអ្នកនាងឥឡូវអ្នកនាងឲ្យគេហៅអូធូមកហើយតើចង់និយាយពីរឿងអីទៅ អូធូវិជាគុណកំបិតម្ចាស់ក្រុមពិតជាមិនធម្មតាទេមានភាពបាញ់ភាកច្រើនកំហឹងចង់អាឃាតគ្មានគេប្រៀបស្មារតីរហ័សរហួនណាសំណាងដែរដែលខ្ញុំប្រើជំហានជើងដែលយើងធ្លាប់ប្រឡែងគ្នាកាលពីមុនដើម្បីកិច្ចវេះទៅអាចកិច្ចផុតពីការវាយលុករបស់គេបាន មិននឹកស្មានថាលបែងលេងរបស់ពួកយើងកាលពីមុននោះអាចយកមកប្រើការបានយ៉ាងនេះសោះអញ្ចឹងថ្ងៃក្រោយចាំអូធូនឹកឃើញលបែងអីទៀតនោះចាំអូធូនាំអ្នកនាងលេងទៀត ជាបានហើយជាយូរណាស់ហើយពួកយើងមិនដែលលេងទេអូធូប៉ុន្តែមានរឿងមួយចម្លែកណាស់ពេលដែលខ្ញុំកំពុងតែប្រកួតជាមួយម្ចាស់ក្រុមជាវមានមនុស្សបង្ហាប់សម្លេងប្រាប់ខ្ញុំត្រូវតាំងស្មារតីអីនឹងណកុំចាញ់ល្បិចកលវាយលុកជីបចរទាំង3តើរឿងនេះវាយ៉ាងម៉េចដែរ អញ្ចឹងមានលទ្ធផលទេ បើអត់មានលទ្ធផលទេខ្ញុំប្រហែលជាចាញ់គេយូរណាស់ហើយ បើមានលទ្ធផលប្រើតទៅទៀតទៅថាមិនបានជីបចរទាំង3នោះជាចំណុចខ្សោយរបស់គូភាគីផងក៏មិនដឹង អូធូនេះជារឿងប៉ិតទេ អ្នកនាងទី3អូធូគ្រាន់ស្មានតែប៉ុណ្ណោះទេអូធូធ្លាប់លើគេនិយាយថាក្បាច់គុណកម្លាំងធាតុដោយគេបោះចំហៀនដៃស្អីគេនោះវាសុទ្ធតែមានចំណុចខ្សោយដូចជាគេអញ្ចឹងណាឲ្យតែគេវាយលុកសំដៅទៅជីបចរទាំង3របស់គេទៅប្រកាសជាឈ្នះហើយ ត
បាច់លើគោភាគីផ្លាស់ប្ដូរវិធីឬក៏ប្រើស្នៀតអីផ្សេងទៀតតាគិតយ៉ាងម៉េចទេតកោជាគឺក្រុមកំបិតឯងហើយនេះហើយកំបិតគេប្រើតែមួយទេវាយលុកនិងកំបិតដកថយក៏កំបិតបើសិនជាគេប្រើស្នៀតថ្មីនោះប្រើយូរណាស់មកហើយហើយនេះហើយអ្នកនាងទី3មិនព្រួយបារម្ភទេអ្នកដែលត្រូវបារម្ភខ្វល់ខ្វាយជាងគេនោះគឺម្ចាស់ក្រុមរបស់ក្រុមកំបិតឯងនោះហើយការប្រកួតគ្នាថ្ងៃស្អែកនេះតើតើដល់ការគង់នឹងរលារបស់ក្រុមកំបិតឯងមិនអាចចាញ់បានទេបញ្ហាគឺត្រូវធ្វើយ៉ាងម៉េចទើបឈ្នះជ័យយិនសៀតើធ្វើយ៉ាងម៉េចទើបឈ្នះជ័យយិនសៀបានគេសៀងតើសើបានដំណឹងអីទេខ្ញុំគ្រាន់តែដឹងថាក្រុមយិនសៀកំពុងតែស្នាក់នៅក្នុងវិមានតកោជាវប៉ុន្តែម្ចាស់ក្រុមជាវមិនឲ្យអ្នកណារំខានគេទេគេទាំងពីរប្រកួតគ្នានៅថ្ងៃស្អែកទៀតពួកយើងមិនមែនជាមនុស្សរបស់តកោជាវហេតុនេះហើយមិនបាច់គោរពទេគេសៀងពួកយើងទៅអាគារខាងកើតរបស់តកោជាវធ្វើឲ្យពួកគេចលាចលដើម្បីឲ្យចៅយិនសៀមានស្មារតីមិននឹងណអញ្ចឹងស្អែកគេលែងមានកម្លាំងប្រកួតហើយធ្វើយ៉ាងនេះបានទេម្ចាស់ក្រុមជាវជាមនុស្សត្រឹមត្រូវគេមិនប្រើអំណាចអាំងមនុស្សច្រើនទេពួកយើងគួរតែជួយកម្លាំងដល់គេទុកថាជួយគេទៅហើយស្រីទៅចំមកឯងនេះយូរទៅកាន់តែមានល្បិចកលទៅហើយនៅជាមួយម្ចាស់ស្រីច្រើនឆ្នាំហើយប្រកាសជាចេះខ្លះហើយបើមិនច្រើនក៏ចេះខ្លះដែរវិធីនេះពិតជាគ្រាន់បើមែនគ្មានអីឡបន្តិចទេល្បិចកលរបស់ពួកនាងពិតជាថោកទាបគួរស្អប់ខ្ពើមមែនគឺឯងទេអ្នកចូលចិត្តឈឺឆ្អាននឹងគេស៊ឺម៉ាអូឈិញហើយមានអ្នកចូលចិត្តអ៊ូអអូយ៉ាងពូទីទៀតការពិតគឺពួកធុញថប់នឹងជីវិតអន្តោះអ្វីក៏យើងចូលចិត្តទាំងអស់គ្រាន់តែមិនចូលចិត្តនឹងរស់តែប៉ុណ្ណោះរឿងអ្វីក៏អូយ៉ាងពូទីខ្លាចដែរប៉ុន្តែស្លាប់មិនខ្លាចទេបានបើសិនជាឯងចង់ស្លាប់យើងសុំតាមបំណងឯងសម្លាញ់ឲ្យយ៉ាងមិនបានជាសម្លាញ់មកដល់ទីនេះសម្លាញ់ស៊ឺម៉ាសម្លាញ់ប្រកាសជាចង់តាមអ្នកដែលលោកប្រហាននោះហើយទើបមកដល់ទីនេះដែរពិតមែនហើយអ្នកដែលលោកប្រហានធ្វើឲ្យពួកគេទាំងពីរគេខ្លួនរួចនោះប្រហានដោយភ្នែកបន្ទូលខ្ញុំយល់ថាប្រកាសជាមនុស្សស្រីណាគូភាគីនៅកន្លែងល្ងិតជួយជាកម្លាំងដល់គីវសៀងហើយនិងគីវសៀតពួកនាងកិច្ចខ្លួនរួចប្រកាសជាមានតាក់ទងជាមួយក្រុមអាដែកមេដឹកនាំទី3យានសាននាងបានទៅជួបនឹងយមរាជទៅហើយណាអញ្ចឹងគេនោះជានរណាទៅណាបើតាមដែលខ្ញុំដឹងមនុស្សដែលមានក្បាច់គុណពូកែយ៉ាងនេះនៅក្នុងពិភពគុណគឺមានតែកំបិតឯកដៃដៃប៉ុន្តែស្រាប់តែមានស្រីម្នាក់ចេញមុខមកទៀតពិតជាធ្វើឲ្យខ្ញុំពិបាកយល់មែនទែនបើគូភាគីបានលូកដៃចូលទៅហើយនោះថ្ងៃក្រោយយើងប្រកាសជាបានជួបនាងដល់ពេលនោះចាំយើងជំរះបញ្ជីជាមួយនាងចុះសមហេតុផលណាស់ហើយលើសំខាន់ជាងគេរាំងស្កាត់មិនឲ្យអ្នកណាទៅរំខាននាងចៅយិនសៀទេខ្ញុំយល់ថាយើងគួរតែទៅវិមានត្រកូលជាម្ដងដើម្បីតាមដានឲ្យបានច្បាស់លាស់បន្តិចណាសម្លាញ់ស៊ឺម៉ាសំជាអ្នកការពារដិតដល់ជាងគេលើលោកនេះមែនលទ្ធភាពរបស់សម្លាញ់ឪយ៉ាងក៏មិនអន់ប្រមាណដែរមើលទៅនោះអរគុណសម្លាញ់ដែលសរសើរអញ្ចឹងពួកយើងទៅឥឡូវនេះទៅបានហើយម៉ាត់នឹងគេថាប្រកួតថ្ងៃស្អែកទៀតពេលនេះហើយនៅតែមិនទាន់ចេញមុខមកហេតុអីក៏ម្ចាស់ក្រុមមេលសាគេទៅវិញណោះនេះមកជាងក្រែងមកពីគូភាគីខ្លាចពេកទីដឹងមិនហ៊ានប្រកួតតទៅទៀតណាខ្ញុំយល់ថាម្ចាស់ក្រុមជាងមិនមែនមើលស្រាលយើងហើយក៏មិនមែនភ័យខ្លាចដែរគេក៏ដូចខ្ញុំអញ្ចឹងដែរមិនដឹងជាត្រូវរៀបចំការប្រកួតយ៉ាងម៉េចតទៅទៀតទេយិនស៊ីឯងចង់និយាយថាឯងគ្មានជំនឿចិត្តថាឈ្នះទេសាកគ្នាគឺបានប៉ុន្តែបើយកឈ្នះនោះមើលទៅជាការពិបាកណាស់
បាញ់ចឹងតាគិតយ៉ាងម៉េចទេ បងទី2បងកំព្រួយខ្ញុំនឹងខំប្រឹងឲ្យអស់លទ្ធភាព ដល់ពេលនេះហើយម្ចាស់ក្រុមជាមិនទាន់បង្ហាញមុខទៀតឬមួយក៏គេចង់ពន្យាពេលអាយុដើម្បីអូនខឹងទេដឹងតាមវិន័យរបស់ពិភពគុណបើហូបពេលដែលបានណាត់ហើយគេបោះបង់ចោលការប្រកួតមិនមកអញ្ចឹងយើងអាចឈានជើងចាក់ចេញពីពមៀនតកូលជាវបានហើយណាតែបើគេមិនព្រមដោះលែងមនុស្សតាមគិតយ៉ាងម៉េចទៅខ្ញុំជឿថាគេមិនហ៊ានធ្វើយ៉ាងនេះទេណាមើលស្រាយវិន័យពិភពគុណនឹងត្រឹមមហាជនផ្សាច់ចំអកឲ្យថ្ងៃក្រោយលែងមានកន្លែងឈរជើងក្នុងពិភពគុណទៀតហើយណានោះណោម្ចាស់ក្រុមជាវមកដល់ហើយដែរជើយៀនសៀថ្ងៃនេះជាថ្ងៃដែលយើងត្រូវប្រជែងយកឈ្នះចាញ់ឆ្លងកាត់ពីការប្រកួតលើកមុននោះលទ្ធភាពយ៉ាងណាខ្ញុំយល់ថាសងខាងសុទ្ធតែដឹងច្បាស់ហើយខ្ញុំយល់ថាការប្រកួតគ្នាថ្ងៃនេះប្រកាសជាមានភាពកែប្រែភ្ញៀវត្រូវតែស្ដាប់ម្ចាស់ខ្ញុំនឹងស្ដាប់តាមការចាត់ចែងរបស់ម្ចាស់ក្រុមបើចេញជាការប្រែមកប្រកួតប្រាជ្ញាវិញប្រើប្រាជ្ញារៀងខ្លួនដែលសងខាងមានតែប្រមាណដើម្បីបែងចែកយកឈ្នះចាញ់ចឹងល្អហើយបើអញ្ចឹងទៅទាំងសងខាងមិនបាច់ប្រកួតគ្នាបែកញើសពេញថ្ងៃទៀតទេហើយនេះឲ្យអូធូខ្ញុំលើកដៃទាំងពីរយល់ស្របចៅយិនសៀនាងយល់យ៉ាងណាដែរខ្ញុំយល់ស្របតាមគំនិតរបស់ម្ចាស់ក្រុមអូធូខ្ញុំបាននិយាយជាមួយពូច្រើនដងហើយកុំឲ្យពូសម្រេចខ្លួនឯងឲ្យសោះតែពូមិនព្រមស្ដាប់ហើយយកព្រមឲ្យនាងចៅយិនសៀសាក់ក្បាច់ដើរជាមួយម្ចាស់ក្រុមជាទៀតពូធ្វើយ៉ាងនេះហួសហេតុពេកហើយអ្នកប្រុសហាខ្ញុំយល់ថាយ៉ាងណាក៏ដោយក៏និយាយត្រឹមតែមាត់វាប្រសើរជាងប្រើកំបិតប្រើដាវហេតុនេះហើយទើបខ្ញុំនឹងឲ្យបល់បន្តិចទួយតែពូផ្ដេសផ្ដាស់មែនបើគូភាគីបានរៀបចំអន្ទាក់អ្វីទៅនោះយិនសៀតែម្នាក់ឯងបើមានរឿងអ្វីកើតឡើងទៅនោះពូអាចទទួលខុសត្រូវបានទេអ្នកប្រុសមិនបាច់បារម្ភទេបើសិនជាម្ចាស់ក្រុមជាវចូលចិត្តធ្វើជាមនុស្សថោកទាបយ៉ាងនេះនោះយប់មិញនោះគេមិនឲ្យពួកយើងនៅដីស្រួលយ៉ាងនេះទេមេក្រុមថៃអូធូក៏និយាយសមហេតុផលដែរណាម្ចាស់ក្រុមជាមិនមែនជាមនុស្សសាហាវមានល្បិចកលថោកទាបនោះទេនាងចៅយិនសៀប្រកាសជាបានសុខគ្មានរឿងអីឡើយណាបើយិនសៀមានរឿងអីកើតឡើងទៅនោះខ្ញុំប្រកាសជាមិនអត់អន់ឲ្យកញ្ចាស់ល្ងើឯនេះទេណាហាន់យីងរឿងខ្លាចទៅជាយ៉ាងនេះហើយបងបន្ទោអូធូក៏អត់ប្រយោជន៍អីដែររឿងដែលខ្ញុំបារម្ភជាងគេនោះគេចៃយិនសៀសាក្បាច់គុណជាមួយនឹងម្ចាស់ក្រុមជាវតាមពិតគឺដើម្បីអ្វីហើយព្រោះអ្វីទៅក្បាច់កំបិតឯកមានកន្លែងពិសេសច្រើនណាស់ខាងស្ដាំបញ្ជាកំបិតក្នុងនោះបូករួមទាំងការបែងភាគជាច្រើននិងភាពខុសគ្នាទាំងអស់នោះអាស្រ័យពឹងលើប្រើកម្លាំងធាតុហើយនឹងជំហានបញ្ជាទាំងអស់ទេណាខ្ញុំសំណាងណាស់ដែលម្ចាស់ក្រុមពេញចិត្តហើយនឹងណែនាំពីចំណុចពិសេសរបស់ក្បាច់គុណកំបិតឯកប៉ុន្តែនេះជាក្បាច់គុណកំបិតឯកខ្ញុំដូចជាមិនយល់សោះហេតុអីបានជាម្ចាស់ក្រុមជាវធ្វើយ៉ាងនេះទៅវិញអ្នកនាងជាអ្នកទី1ហើយដែលអាចរកឃើញចំណុចខ្សោយរបស់ក្រុមកំបិតឯកតើមានអាចកម្បាអ្វីលាក់លៀមទៀតនោះក្បាច់គុណកំបិតឯកមានកំណត់ជាយូរមកហើយខ្ញុំគ្រាន់តែជាមនុស្សចំនួនក្រោយប៉ុណ្ណោះអាចរកចំណុចខ្សោយរបស់វាឃើញនោះទាំងអស់នេះដោយសារតែចៃដន្យទេអ្នកនាងមិនបាច់គួរសមទៀតទេណាថ្ងៃនេះខ្ញុំសូមនិយាយតាមត្រង់ទៅចុះតកូលជាវខ្ញុំមានរឿងមួយចង់ឲ្យនាងជួយម្ចាស់ក្រុមជាវគួរសមពេកហើយមានរឿងអីនិយាយម្ចាស់ក្បាច់កំបិតតកូលជាវពីដើមមករហ័សហើយខ្លាំងក្លាគ្មានអ្នកណាទប់ទល់បានទេប៉ុន្តែអ្នកនាងចៅអាចប្រើជំហានបំបែកបានមិនដឹងថាអ្នកនាងចៅប្រើជំហានជើងក្រុមមួយណាដែរគុណដាវរបស់ជង្គួយគុណដាវរបស់ជង្គួយមិនដឹងថារៀនច្បងក្នុងពិភពគុណមួយណាជាអ្នកបង្កើតឡើងមិនលាក់បាំងនឹងម្ចាស់ក្រុមទេក្បាច់គុណដាវជង្គួយគឺខ្ញុំនឹងអូធូបានបង្កើតឡើងក្នុងពេលបលែងគ្នាលេងរួចហើយអាចប្រើរួមផ្សំជាមួយនឹងក្បាច់គុណដាវដែលចៃដន្យតែប៉ុណ្ណោះមានរឿងយ៉ាងនេះមែនណាឬក៏អូធូជាមនុស្សចាស់ម្នាក់ដែលឧស្សាហ៍ឈរនៅក្បែរមេក្រុមថៃនោះមែនហើយអូធូជាអ្នកបម្រើរបស់ហាន់យីងជាបងថ្លៃរបស់ខ្ញុំក្រោយមកក៏ធ្វើជាមិត្តជាមួយនឹងខ្ញុំនេះទេអញ្ចឹងអូធូប្រកាសជាអ្នកខ្លាំងក្នុងពិភពគុណកម្រឃើញហើយណាម្ចាស់ក្រុមច្រឡំហើយអូធូមិនដែលរៀនក្បាច់គុណអីទេគ្មានដឹងអ្វីពីក្បាច់គុណអីបន្តិចសោះហេតុអីក៏យ៉ាងនេះការពិតគឺយ៉ាងនេះមែនចម្លែកណាស់ពិតជាចម្លែកមែនក្បាច់ដាវជង្គួយពិតជាក្បាច់គុណចម្លែកក្នុងពិភពគុណមែនអ្នកនាងចៅជើងរួមផ្សំនឹងក្បាច់គុណដាវពិសេសបើមានគេណែនាំថែមទៀតនោះពិតជាអ្នកលេងដាវក្នុងពិភពគុណមែនរឿងដែលគួរឲ្យសរសើរជាងនេះទៅទៀតនោះ
គឺអ្នកនាងនៅក្មេងយ៉ាងនេះតែមានចិត្តទលាយលើសគេលើសឯងថែមទៀតធ្វើឲ្យតកូលចៅខ្ញុំនេះមានការអៀនខ្មាស់និងរឹងខ្លួនជាខ្លាំង ម្ចាស់ក្រុមសរសើរពេកហើយ តកូលជានិយាយតាមតែការពិតប៉ុណ្ណោះការប្រកួតគ្នាកាលពីម្សិលមិញបើកុំតែអ្នកនាងបន្ធូរដៃតកូលជាខ្ញុំនេះនឹងត្រូវបាត់បង់កិត្តិយសនិងការអៀនខ្មាស់អស់ហើយចិត្តដ៏ធំទលាយនេះខ្ញុំនឹងចងចាំក្នុងចិត្តជានិច្ចពេលនេះតកូលជាខ្ញុំមានរឿងមួយចង់សនំពរមិនដឹងថាអ្នកនាងចៅអាចជួយបានឬក៏មិនបាន បើតាមលទ្ធភាពខ្ញុំអាចធ្វើបានខ្ញុំមិនប្រកាសជាដាច់ខាត ក្បាច់កំបិតតកូលជាវាយលុកក៏កំបិតឯកដកថយក៏កំបិតឯកការបែងភាគរបស់កំបិតឯកពឹងលើកម្លាំងធាតុជាអ្នកបញ្ជាទាំងអស់ណាហេតុនេះងាយស្រួលនឹងប៉ះពាល់ដល់ជីពចរសំខាន់នៅក្នុងខ្លួនណាស់ហើយនេះហើយជីពចរទាំង3នោះคล้ายទៅជាចំណុចខ្សោយជាងគេរបស់ក្បាច់គុណកំបិតឯកខ្ញុំសូមឲ្យអ្នកនាងផ្ទេរក្បាច់គុណដាវជង្គុយពីបុរាណនោះមកឲ្យខ្ញុំមកណាដើម្បីការពារការខ្វះខាតរបស់កំបិតឯកនេះ ម្ចាស់ក្រុមចង់ហាត់ក្បាច់គុនដៅរបស់ជង្គុយ នេះមិនមែនដើម្បីផលប្រយោជន៍របស់ខ្ញុំទេដើម្បីក្រុមកំបិតឯកណាការពិតខ្ញុំមិនហ៊ានហាមាត់និយាយទេប៉ុន្តែជីពចរទាំង3នោះមិនដឹងថានាំទុកដល់អ្នកដែលមានស្នាដៃពូកែតកូលជឿរបស់ខ្ញុំអស់ប្រមាណអ្នកទៅហើយទេខ្ញុំគិតហើយគិតទៀតទើបហ៊ានហាមាត់និយាយយ៉ាងនេះកំបិតឯកគឺជាក្បាច់គុណតែមួយគត់របស់តកូលជឿបើហាត់កាន់តែខ្ពស់ជីពចរទាំង3នោះនឹងរឹតតែមានគ្រោះថ្នាក់ទៅទៀតហេតុនេះហើយមានម្ចាស់ក្រុមរបស់ក្រុមជាច្រើនបានបង្កើតក្បាច់ជាច្រើនមកទប់ទល់ជាមួយនឹងក្បាច់គុណក្រុមខ្ញុំពិតមែនតែតកូលជាខ្ញុំដឹងយ៉ាងនេះមែនប៉ុន្តែស្ដាយណាស់ដែលគ្មានវិធីអាចស្រោចស្រង់បានណា ខ្ញុំដឹងហើយក្បាច់គុនដៅជង្គុយគឺអាចបំពេញនៅការខ្វះខាតរបស់វាបាន មែនហើយតាំងពីពិធីរួមផ្សំគ្នាគ្មានសល់កន្លែងណាលុះឲ្យតែរៀនចេះក្បាច់គុនដាវជង្គុយហើយនោះតកូលជានឹងធ្វើដំណើរការរាំងស្ងាត់កុំឲ្យប៉ះពាល់ដល់ជីពចរក្នុងពេលហាត់គុន អត់បញ្ហាទេមិញក្នុងពេលដែលម្ចាស់ក្រុមប្រើកំបិតនោះខ្ញុំក៏រៀនបានច្រើនដែរទុកថាដល់គ្នាទៅចុះខ្ញុំនឹងនិយាយប្រាប់ពីម្ចាស់ក្រុមពីវិធីប្រើក្បាច់គុនដៅជង្គង់នោះចុះ អរគុណអ្នកនាងហើយណាខ្ញុំសូមតំណាងឲ្យក្នុងក្រុមទាំងអស់អរគុណនឹងនាងទៅចុះ អេម្ចាស់ក្រុមអញ្ជើញក្រោកឡើងទៅថាម៉េចម្ចាស់ក្រុមសម្រាប់ចិត្តថាយកក្រុមធានាចុងយានធ្វើជាមិត្តហើយអញ្ចឹងគំនុំរបស់អូនគិតយ៉ាងម៉េចទៅបងនិយាយទៅ សើបងអូនស្ដាប់បងនិយាយទៅចុះណាបងនឹងពូមីរបស់បងសុទ្ធតែជំនួសក្នុងក្រុមកំបិតឯកឥឡូវនេះគាត់សម្រេចចិត្តយ៉ាងនេះទៅហើយបងក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរណែអូនចង់ទៅណា រៀបចំបង្វិចចាក់ចេញពីគ្រួសារតកលជាវ អូនចង់ទៅចោលបង តកលជាវមិនសងសឹកឲ្យអូនតែអូននៅទីនេះធ្វើអីទៀត ទេសើបងអូនក៏ដឹងថាបងស្រឡាញ់អូនដល់ចិត្តស្មោះដែរអូនធ្លាប់សន្យានឹងបងថារួមរស់ជាមួយបងអស់មួយជីវិតណា អូនបានសន្យានឹងបងយ៉ាងនេះមែនប៉ុន្តែអូនក៏ធ្លាប់ស្បាត់ថាតតែអូនសងសឹកឲ្យពុករួចសិនតើបអូនរៀបការជាមួយបង ប៉ុន្តែអូនក៏មិនបាច់ទៅណាដែរចំពោះរឿងសងសឹងពួកយើងអាចដកការពិសោធន៍តាមស្រួលបានណា បងម៉េងបងសុកចិត្តជួយអូនមែននេះ ពិតប្រកបហើយពិតមែនតែពួកយើងមិនទាន់រៀបការនឹងគ្នាមែនប៉ុន្តែអូនជាមួយគ្រួសារបងសុទ្ធតែនៅជាមួយគ្នាយូរហើយ បងម៉េងបងល្អនឹងអូនណាបានជាបងជួយអូនហើយការសងសឹករបស់អូនពិតជាបានសម្រេច សើបងអូនមានមជ្ឈបាយហ៎ ពួកយើងប្រើកម្លាំងមិនបានយើងអាចប្រើប្រាជ្ញា អញ្ចឹងតើធ្វើយ៉ាងម៉េចទៅ បងម៉េងឲ្យតែពួកយើង មិនបានទេបងមិនហ៊ានធ្វើយ៉ាងនេះទេ មានអីប៉ះពាល់ដល់តកលជាវបងចាំបាច់ភ័យខ្លាចអីយ៉ាងនេះឲ្យតែអូនបានសម្រេចដោយបំណងហើយយើងអាចរស់នៅជាមួយគ្នាដោយសុភមង្គលអស់មួយជីវិតយ៉ាងនេះមានអីមិនល្អទេលើកលែងតែលើកណាក៏បងថាស្រឡាញ់អូនចង់រៀបការជាមួយអូនដែរគ្រាន់តែកុហកអូនប៉ុណ្ណោះ សើបងពិតជាស្រឡាញ់អូនមែនណាបើសិនជាអូនមិនជឿទេបងអាចបះយកបេះដូងឲ្យអូនមើលបាន អូនមិនអាចបងធ្វើយ៉ាងនេះទេឲ្យតែបងសុកចិត្តជួយអូននឹងជឿបងភ្លាម ណែ បងមិនព្រមជួយអូនទេអញ្ចឹងបងមិនភ្លេចអូនចោលចុះតោះឲ្យអូនដោះស្រាយខ្លួនឯងបានហើយ សើអូនកុំធ្វើយ៉ាងនេះបងយល់ព្រមនឹងអូនហើយណា បងម៉េងបងពិតជាល្អនឹងអូនមែន តើគ្នាស្ដាប់ឲ្យច្បាស់ណារឿងយល់ច្រឡំគ្នារបស់ក្រុមកំបិតឯកតកូលជាវជាមួយនឹងក្រុមធានាជង្គយានបានដោះស្រាយចប់ហើយឥឡូវខ្លាយទៅជាមិត្តនឹងគ្នាហើយណាថ្ងៃក្រោយមានតែជួយគ្នាទៅវិញទៅមកមិនអាចប្រឆាំងបានឡើយអ្នកណាប្រឆាំងនឹងត្រូវទទួលទោសតាមវិន័យក្រុមបាន
ចាប់ពីពេលនេះតទៅក្រុមកំបិតឯកត្រូវតែតាមសមាធិ3ថ្ងៃមិនខ្វល់នឹងកិច្ចការរបស់ពិភពគុណឡើយដើម្បីរៀបចំកំបិតឯកបានល្អឡើងវិញ3ឆ្នាំក្រោយក្រុមកំបិតឯកនឹងចេញមុខក្នុងពិភពគុណហើយល្បីឈ្មោះក្នុងពិភពគុណមិនខានគឺសុទ្ធតែពឹងលើការជួយរបស់អ្នកនាងចៅយិនសៀទាំងអស់ណាមនុស្សក្នុងក្រុមកំបិតឯកទាំងអស់មិនអាចប្រៀបផ្ទឹមជាមួយអ្នកនាងចៅយិនសៀបានទេបានអរគុណអ្នកនាងចៅមិនហ៊ានទេអរគុណម្ចាស់ក្រុមដែលមានចិត្តទូលាយផ្សះផ្សារឿងយល់ច្រឡំគ្នានេះឥឡូវខ្ញុំមានភារកិច្ចជាប់ខ្លួនសំលាសិនហើយបានអ្នកនាងមានភារកិច្ចជាប់ខ្លួនទៅហើយនោះខ្ញុំមិនហ៊ានខាត់ទេណាសៀវខុនសៀវខៀងម្ចាស់ក្រុមមានរឿងអីបញ្ជាមកចុះណាបញ្ញាប់ឲ្យដំណឹងដល់ក្រុមដៃដែកនិងកំបិតឯកពួកយើងបានខ្លាយទៅជាមិត្តនឹងគ្នាហើយណាតាមផ្លូវធ្វើដំណើរត្រូវខំប្រឹងការពារឲ្យបានល្អដល់អ្នកនាងចៅផងណាបានវីបងម្ចាស់ក្រុមវីបងមានរឿងអីភ្ញាក់ផ្អើលម្លេះមិនខ្លាចគេសាយចំអឲ្យទេម្ចាស់ក្រុមខ្ញុំបានឃើញបញ្ជាសម្លាប់នៅមាត់ទ្វារមួយឲ្យមកយើងមកបានទាំងអស់គ្នាចាំស្ដាប់បញ្ជាបញ្ញាប់សម្រាប់ក្រុមមនុស្សរបស់ចៅយិនសៀយកក្បាលរបស់នាងនិងយកសម្បត្តិលោហិតរបស់នាងថ្ងៃតស្អែកនេះយើងនឹងមកយករបស់ទាំងពីរយ៉ាងនេះបើហ៊ានប្រឆាំងមនុស្សទាំងប្រមាណរបស់តកូលជាវនឹងពិបាកកិច្ចផុតពីការស្លាប់បានណាស់ពីអាចារ្យសម្រាប់7ទេវតាឃើញខ្លាចទេវតាឃើញខ្លាចជាបិសាចសម្រាប់មនុស្សមិនព្រិចភ្នែកហើយដើម្បីក៏មករត់តកូលជាវយើងទៀតលោកអាចារ្យសម្រាប់7តែតែនិយាយឲ្យត្រូវតែធ្វើណាលើកនេះយើងមានការពិបាកហើយណាពិតមែនហើយទាំងអស់គ្នាមិនបាច់ខ្លាចទេណាតែហ៊ានមកយកតែហ៊ានទប់ដីមកយកដីទប់ណាអាចារ្យសម្រាប់7ខ្លាំងយ៉ាងណាក៏តែម្នាក់ឯងដែរណាចំណែកតកូលជាយើងខ្វះអីនឹងអ្នកខ្លាំងពូកែនោះឬមួយក៏ត្រូវខ្លាចគេយ៉ាងនេះម្ចាស់ក្រុមអាចារ្យសម្រាប់7សម្រាប់មនុស្សរាប់សិបអ្នកទៅហើយបើសិនជាប្រើកម្លាំងបាយជាមួយនឹងគេនោះខ្លាចក្រែងតែគ្មានផលល្អទេណាពូទី2មានសាវតាជារៀមច្បងនៅក្នុងក្រុមហេតុអីក៏និយាយយ៉ាងនេះអ្នកនាងចៅមានភារកិច្ចសំខាន់អញ្ចឹងសូមអញ្ជើញទៅចុះតកូលជាមិនអាចជូនដំណើរបានទេណាទេខ្ញុំសុខចិត្តនៅទីនេះរួមចំណាយពិបាកជាមួយម្ចាស់ក្រុមអរគុណគំនិតល្អរបស់អ្នកនាងហើយណារឿងក្រុមកំបិតឯកនេះតកូលជាចេះដោះស្រាយដល់ខ្លួនឯងហើយពួកនាងកំព្រួយអីចាក់ចេញពីទីនេះទៅចុះណាម្ចាស់ក្រុមជាវឥឡូវយើងបានខ្លាចជាមិត្តនឹងគ្នាទៅហើយយើងត្រូវតែរួមសុខរួមទុក្ខជាមួយគ្នាណាមួយរឿងនេះខ្ញុំជាអ្នកបង្កើតឡើងទោះជាយ៉ាងណាក៏ខ្ញុំមិនអាចទៅចោលទាំងយ៉ាងនេះបានដែរនិយាយត្រែមណាស់អាចារ្យសម្រាប់7ចង់បានសម្បត្តិលោហិតនិងសាកសពរបស់ពួកខ្ញុំប្រឆាំងជាមួយនឹងក្រុមធានាចុងយានបាននិយាយឲ្យត្រង់ទៅពួកខ្ញុំទៅជាទិសដៅរបស់ពួកគេមែនហើយអាចារ្យសម្រាប់7ធ្វើជាអ្នកបម្រើរបស់ក្រុមការពារអាវដែកហើយក៏ជាស្ទើររបស់ក្រុមធានាចុងយានដែរពួកខ្ញុំត្រូវនៅទីនេះរួមសុខទុក្ខជាមួយនឹងក្រុមរបស់លោកចុះណាអញ្ចឹងម្ចាស់ក្រុមមិនគួររញរាទៀតទេខ្ញុំសម្រេចយ៉ាងនេះហើយសូមអនុញ្ញាតឲ្យខ្ញុំធ្វើតាមតួនាទីចាស់បានពួកនេះមានចិត្តស្មោះត្រង់បើខ្ញុំបដិសេធហាក់បីដូចជាមិនសូវសមទេប៉ុន្តែយើងនិយាយគ្នាមុនណាបើអាចារ្យសម្រាប់7មកហើយនោះឲ្យតកូលជាវទប់ទល់ចុះបើមានការចាំបាច់ចាំពួកនាងជួយក៏បានដែរណាសម្រាប់អញ្ចឹងទៅចាស់ចម្លែកមែនអាចារ្យសម្រាប់7ទេវតាឃើញខ្លាចមានចរិតកោងកាចណាស់ប៉ុន្តែពីដើមមកចូលចិត្តរស់នៅដោយចិត្តឯងមិនតាក់ទងជាមួយនរណាទាំងអស់ហេតុអីក៏ត្រូវស្លាប់ជាមួយក្រុមការពារអាដែកទៅវិញមេក្រុមកាំងអាចារ្យសម្រាប់7គួរឲ្យខ្លាចមែននេះមែនហើយជាង20ឆ្នាំកន្លងទៅនេះអាចារ្យសម្រាប់7ជាក្រុមបិសាចមួយធ្វើឲ្យពិភពគុណមានការភ័យខ្លាចឈ្មោះរបស់គេគឺល្បីជាងខ្មោចឃើញខ្លាចទៅទៀតណាមេក្រុមកាំងកំណត់របស់លោកគឺចង់និយាយថាអាចារ្យសម្រាប់7គួរឲ្យខ្លាចជាងខ្មោចឃើញខ្លាចទៅទៀតហ៎មិនត្រឹមតែយ៉ាងនេះទេណាគេជាអ្នកក្លាហានត្រឹមត្រូវហ៊ានប្រឆាំងនឹងមនុស្សកោងកាយសម្រាប់ពួកជនអាក្រក់ក្រុមទុច្ចរិតនៅក្នុងពិភពគុណគ្រាន់តែលឺក៏ខ្លាចដែរចំណែកក្រុមសុចរិតវិញនោះគោរពអ្នកក្លាហានជាខ្លាំងណាស់អត់មានខ្លាចអ្វីទេចំណែកអាចារ្យសម្រាប់7ទេវតាឃើញខ្លាចនោះជាក្រុមបិសាចចូលចិត្តសម្រាប់មនុស្សជាលបែងលេងមនុស្សល្អក៏សម្លាប់មនុស្សអាក្រក់ក៏សម្លាប់មនុស្សសបាយក៏សម្លាប់ពេលអបសុកក៏សម្លាប់ដែរពេលដែលគេសម្លាប់មនុស្សមិនចំពោះថាប្រុសស្រីក្មេងចាស់ទេសម្លាប់ទាំងអស់គ្មានមនុស្សធម៌បន្តិចទេបាននិយាយយ៉ាងនេះមានខុសអីពីឆ្កែទេឃើញអីខំតែទាំងអស់ប្រហែលដែរហើយនេះហើយទើបគេនិយាយថាគេគួរឲ្យខ្លាចជាងខ្មោចឃើញខ្លាចទៅទៀតជាសំណាងល្អរបស់ឆ្កែនោះហើយណាបានន័យថាម៉េចបើសិនជាវាកានមកឆាប់បន្តិចមុនពេលដែលជាងសៀវឈីវខ្មោចឃើញខ្លាចមិត្តរបស់អូធូបានស្បត់ថាឈប់ចេញមកក្នុងពិភពគុណទៀតហើយនោះអញ្ចឹងវាមិនខ្លាចជាស្លាប់យូរណាស់ហើយទេធ្វើមិនហ៊ានក្អេងក្អាងយ៉ាងនេះកើតបើអាចារ្យសម្រាប់7ជាខ្មោចបិសាចទុកជីវិតមនុស្សដូចជាស្មៅយ៉ាងនេះពេលដែលបានជួបនឹងគេខ្ញុំមិនអត់ឱនឲ្យគេជាដាច់ខាតត្រូវអ្នកនាងទី3ត្រូវឲ្យវាស្គាល់ស្នាដៃម្ដងទៅ
កុំឲ្យវាតដៃតន់បើមានរឿងអីស៊ូឧធូជាងសេឈីខ្មោចឃើញខ្លាចប្រកាសจะជួយយឹមខានទេខ្ញុំដាច់ខាតមិនឲ្យគេសម្លាប់មនុស្សស្លូតត្រង់ទេលោកម្ចាស់ក្រុមពួកខ្ញុំបានចាត់ចែងឲ្យបងប្អូនទាំងប្រមាណចែកផ្លូវគ្នាយាមតាមច្រកចេញចូលទាំងប្រមាណអស់ទៅហើយណាអាចារ្យសម្រាប់7មិនមែនជាមនុស្សធម្មតាទេខ្ញុំខ្លាចក្រែងតែបងប្អូនក្នុងក្រុមគ្មានលទ្ធភាពគ្រប់គ្រាន់ចាប់គេបានណាបើសិនជាឃើញសកម្មភាពរបស់គេដាច់ខាតមិនត្រូវប្រើកម្លាំងទេជៀសវាងកុំឲ្យមានការប៉លិចដោយគ្មានការចាំបាច់ទោះឲ្យខ្ញុំសាកខ្ពស់ទាបជាមួយនឹងគេចុះបើអាចារ្យសម្រាប់7ចេញមុខតើត្រូវប្រាប់នៅនាងយិនស៊ីឲ្យដឹងទេមិនបាច់ទេណាទោះបីយ៉ាងណាវាជារឿងរបស់តកូលជាវត្រូវតែទុកឲ្យតកូលជាវជាអ្នកដោះស្រាយទៅចុះណាបាទហួសពេលកំណត់ទៅហើយណាមិនទាន់ឃើញអាចារ្យសម្រាប់7ចេញមុខទៀតប្រហែលជាគេមិនមកទេដឹងខ្ញុំធ្លាប់លើថាអ្វីដែលអាចារ្យសម្រាប់7និយាយឲ្យគេមិនដែលមិនធ្វើទេម្ចាស់ក្រុមមិនគួរប្រហែសយ៉ាងនេះទេអរគុណនឹងការជឿជាក់របស់នាងតកូលជាក៏ធ្លាប់លើដែរថាគោលការណ៍របស់ទេវតាឃើញខ្លាចណាត់ហើយមិនមកនោះទុកជាអាសាបងទៅចុះណាអ្នកនាងទៅទាំងទុកចិត្តចុះប៉ុន្តែអ្នកនាងចៅតកូលជាមិនមែនងាយធ្វើបាបទេចំពោះរឿងនេះតកូលជានឹងចាត់មនុស្សឲ្យយាមដោយប្រុងប្រយ័ត្នអាចារ្យសម្រាប់7មិនមកក៏ហេតុទៅចុះតែបើមកឲ្យក្រុមកំបិតឯកប្រកាសជាឲ្យវាដឹងស្នាដៃណាបើតាមខ្ញុំយល់ប្រហែលជាមាននរណាបន្លំឈ្មោះអាចារ្យសម្រាប់7ដើម្បីបង្កហេតុឲ្យមានចេតនាអ្នកទាំងអស់គ្នានឹងភ្ញាក់ផ្អើលបើតាមការពិតទៅអាចារ្យសម្រាប់7អត់មាននៅកន្លែងនេះទេនរណាថ្លើមធំហ៊ានបន្លំឈ្មោះទេវតាឃើញខ្លាចនោះទេវតាឃើញខ្លាចមានស្អីដែរទៅអ្នកដតីខ្លាចអូធូខ្ញុំនេះអត់មានខ្លាចវានោះទេប៉ុន្តែមិនរវល់ថាវាទេវតាឃើញខ្លាចឬខ្មោចឃើញខ្លាចអីទេបើសិនជាគេមិនសុខចិត្តទេមករកអូធូខ្ញុំនេះទៅចោះវាមិនអីទេអូធូមិនត្រូវខ្វះការគួរសមចំពោះម្ចាស់ក្រុមទេណាអ្នកប្រុសអូធូមិនហ៊ានទេកុំថាខ្វះការគួរសមខ្វះ1ខ្វះ2ក៏មិនហ៊ានដែរណាភារកិច្ចរបស់អ្នកនាងចៅតាក់ទងដល់ភាពសុខសាន្តលើលោកនេះរឿងនេះវាសំខាន់ណាស់ហើយនេះមិនអាចនៅយូរបានទៀតទេហើយនេះហើយអ្នកនាងចៅឆាប់ធ្វើដំណើរទៅចុះដើម្បីបំពេញភារកិច្ចនេះមិនអីទេយិនសៀសុំលាសិនហើយទាំងអស់គ្នាថែខ្លួនផងបងមេងលេខនេះអូនឲ្យបងបន្លំធ្វើជាអាចារ្យសម្រាប់7ហើយផ្ញើបញ្ជាសម្រាប់7មកទៀតគោលបំណងចង់ខាត់មនុស្សរបស់ក្រុមចុងយានឲ្យនៅក្នុងវិមានតកូលជាបាន2-3ថ្ងៃទៀតងាយនឹងអូនរកឱកាសដាក់ថ្នាំអំពុលចូលក្នុងទឹកផឹករបស់ពួកគេថាម៉េចអូនបានដាក់ថ្នាំអំពុលក្នុងទឹកហ៎អត់ទេស្រីចង្រៃចៅយិនសៀនោះជាមនុស្សឆ្លាតណាស់អ្នកដែលនៅក្បែរនាងសុទ្ធតែមានការពិសោធន៍ក្នុងពិភពគុណបើសិនជាដាក់ថ្នាំអំពុលក្នុងទឹកពិតជាយូរណាស់សើបងការពិតអូនធ្វើឲ្យខ្លះទៅខ្ញុំគ្រាន់តែដាក់ថ្នាំក្តៅរងាញីឈ្មោលនៅក្នុងទឹកផឹករបស់នាងតែប៉ុណ្ណោះថ្នាំក្តៅរងាញីឈ្មោលជាថ្នាំស្អីទៅគឺយកសម្បកឈើដែលមានជាតិពុលយកមកលាយនឹងថ្នាំមួយចំនួនទៀតណាមួយបូករួមទាំងស្មៅដែលអាចធ្វើឲ្យខ្លួន5មនុស្សមានចំហាយខ្លាំងយកមកផ្សំជាថ្នាំញីឈ្មោលមិនត្រឹមតែអត់មានជាតិទេសូម្បីតែគ្រូពេទ្យពូកែក៏មើលមិនដឹងដែរប៉ុន្តែចំពោះថ្នាំនោះពេលដែលផឹកចូលទៅក្នុងខ្លួនហើយបាន6ម៉ោងធ្វើឲ្យខ្លួនមនុស្សមានការផ្លាស់ប្ដូរពិបាកជឿនណាស់ប្រែប្រួលយ៉ាងម៉េចទៅហ៎បាននិយាយតាមធម្មតាថ្នាំញីឈ្មោលនោះអាចធ្វើឲ្យក្តៅផងស្រេកទឹកផងភាពពិសេសរបស់ថ្នាំញីឈ្មោលនោះគឺពេលដែលវាជ្រាបចូលទៅក្នុងខ្លួនមនុស្សហើយវារាលដាលពេញខ្លួនពេលដែលរាលដាលពេញខ្លួនហើយគឺអាចធ្វើឲ្យមនុស្សមានភាពរញ៉េរញ័រហើយក៏អាចធ្វើឲ្យខ្លួនតាមមនុស្សក្តៅដូចជាភ្លើងឆេះស្រេកទឹកជាខ្លាំងប្រសិទ្ធភាពរបស់ថ្នាំញីឈ្មោលនោះគ្មានអ្នកណាអាចទ្រាំបានទេប្រកាសជាអាចធ្វើឲ្យមនុស្សស្លាប់បានជាពិសេសថ្នាំនោះបើអ្នកណាមានកម្លាំងធាតុខ្ពស់ប្រើកម្លាំងធាតុកាន់តែខ្លាំងថ្នាំនោះជ្រាបកាន់តែឆាប់ទៅទៀតសើបងមិនក៏អូនដឹងច្រើនយ៉ាងនេះព្រោះកាលពីមុនអូនធ្លាប់រៀនជាមួយគ្រូពេទ្យផ្សំថ្នាំល្បីឈ្មោះក្នុងពិភពគុណគេជ្រើសរើសយកវិធីសមស្របមួយយកថ្នាំនោះទៅដាក់ក្នុងទឹកកើតបានជាថ្នាំព្យាបាលជំងឺចម្លែកក្រោយមកគេមានឈ្មោះថាគ្រូពេទ្យព្យាបាលជំងឺឆ្លៀតពេលលក់ថ្នាំតម្លៃខ្ពស់មិននឹកស្មានថាក្នុងពិភពគុណមានមនុស្សអាក្រក់យ៉ាងនេះសោះ
សខ្មៅល្អអាក្រក់មនុស្សអីក៏មានដែរនៅលើโลกនេះមនុស្សធន់អីក៏អាចសាងកេរ្តិ៍ឈ្មោះបានដែរ អាចារ្យសម្លាប់7ខ្មៅឃើញខ្លាញ់នេះអូនស្គាល់គេក្នុងពេលជ្រែកក្នុងពិភពគុណណា បើសិនជាអូនមានសំណាងល្អបានស្គាល់មនុស្សដែលមានឈ្មោះល្បីយ៉ាងនេះខ្លាចអីដែលថាសងសឹកមិនបាននោះតែអូនគ្រាន់តែធ្លាប់ឮតែប៉ុណ្ណោះទេ បំណុលនេះម្ចាស់រឿងមានហេតុកាងសងជាសត្រូវរបស់អូនរកគេសងសឹកគឺជារឿងធម្មតាទេប៉ុន្តែបើមិនយល់ស្របឲ្យអូនធ្វើបាបមនុស្សនៅក្បែរខ្លួនចៅយិនសៀននោះជាដាច់ខាតណា អូនមិនល្ងងដល់ថ្នាក់សម្រាប់តែកាំងសងម្នាក់ទុកឲ្យមនុស្សចុងយិនរកអូនសងសឹកនោះទេអូនធ្វើយ៉ាងនេះជៀសវាងកុំឲ្យមានផលវិបាកកើតឡើងលើខ្លួនយើងទៀត សិបអូនហើយអ្វីក៏អូនខ្លាចជាមនុស្សពុពលយ៉ាងនេះខុសគ្នានឹងការពីមុនទាំងស្រុង អូនពីដើមមកគឺយ៉ាងនេះហើយមកពីបងល្ងងខ្លៅមិនដឹងតាបើអូនមិនបន្លំធ្វើជាមនុស្សទុនខ្សោយដើម្បីយកចិត្តបងនោះទេតើបងព្រមជួយអូនដែរ តាំងពីដើមដល់ចប់អូនក៏បោកបងតែប៉ុណ្ណោះអូនទុកបងជាមនុស្សកូនក្មេងហ៎ បងម៉េងមិនក៏បងនិយាយអាក្រក់ស្ដាប់ខ្លាំងម្ល៉េះពួកយើងសត្វតែបោកប្រើគ្នារៀងខ្លួនអូនចង់សងសឹកឲ្យឪពុកអូនចំណែកបងចង់បានអូនតែប៉ុណ្ណឹង ពីមុនបងស្រឡាញ់អូនដល់ចិត្តស្មោះប៉ុន្តែឥឡូវនេះបងមានអារម្មណ៍ថាខ្លាចណាស់ បងម៉េងតើបងខ្លាចស្អី បងខ្លាចថ្ងៃណាមួយអូននឹងនាំទុកដល់បងណា បងម៉េងបងល្អនឹងអូនយ៉ាងនេះគ្មានមូលហេតុអីដែលអូនធ្វើបាបបងនោះទេតាមមែនទេអាមនុស្សពីការឯងបោកប្រើយើងហើយឯងនៅចង់ឲ្យយើងបំរើឯងទៀតហ៎ចាំជាតិក្រោយចុះ នាង មនុស្សចោលមកសៀតដូចជាឯងនេះរស់នៅលើโลกនេះក៏អត់ប្រយោជន៍ដែរសឹងតែធ្វើឲ្យខូចផែនការរបស់យើងទៀតផងស្លាប់ទៅក៏ត្រឹមត្រូវដែរ ហុងយីស្រីចង្រៃពឹសពុលឯនេះបែរជាប្រើស្នាដៃពឹសពុលលើយើងផងយើងត្រូវតែទៅជម្រាបលោកម្ចាស់ក្រុមដើម្បីទាយុទ្ធធម៌មកវិញ ស្រីម្នាក់ឈ្មោះហុងយីនេះពិតជាសាហាវពឹសពុលមែនស្ដាយណាស់ដែលការពិសាររបស់នាងនៅតិចពេកត្រូវរំខានដល់យើងចាត់ការទៀតបើឲ្យម្នាក់នេះទៅរាយការណ៍អញ្ចឹងស្ដាយកម្លាំងរបស់យើងណានេះជាពេលដែលពួកយើងទៅចាត់ការគេសៀតនេះជាឱកាសល្អសម្រាប់ពួកយើងសងសឹកឲ្យម្ចាស់ស្រីហើយ អូ ស្វាគមន៍នឹងអ្នកទាំងអស់គ្នាដែលមកស្នាក់នៅណា តាមមានបន្ទប់ទំនេរទី បាទមានប្រកាសជាមានហើយណាបើទោះជាហូបហើយនៅក៏សុទ្ធតែមានទាំងអស់ដែរណាបើមិនចឹងទេពួកខ្ញុំបានអ្វីមកចាំជីវិតទៅជើង សុខភាពចៅយិនសៀមមិនសូវល្អទេណាយើងត្រូវប្រយ័ត្នបន្តិចអាចទាំងពីរទៅមើលស្ថានភាពជុំវិញនេះសិនតើណាបាទសូមជើញ សុំជើញអ្នកទាំងអស់គ្នាសុំជើញអាណាបន្ទប់សំណាង កន្លែងនេះហើយណាក្រែមួយអាចដេកដល់20នាក់ធំទូលាយបានណាណា នៅនេះអត់មានបន្ទប់ទេ សុំទោនាងផ្ទះសំណាក់ខ្ញុំអត់មានចែកជាបន្ទប់ទេ ខ្ញុំយល់ថាលោកគួរតែបិទទ្វារទៅល្អជាង នៅនាងទី2យើងធ្វើដំណើរទៅឆ្ងាយឬអ្វីក៏មិនស្រួលដែរហើយនាងទី3មិនស្រួលខ្លួនទៀតអធិស្ឋានម្ដងទៅណាមែនហើយមកជីវអូនមើលយិនសៀយ៉ាងម៉េចហើយ យិនស៊ីឯងមានអារម្មណ៍យ៉ាងម៉េចដែរ បងទី2ខ្ញុំដូចជារងាណា ចម្លែកមែនឥឡូវរដូវក្តៅតាមិនក៏ឯរងាទៅវិញ ខ្ញុំមានអារម្មណ៍ថារងាខ្លាំងណាស់ បងដឹងហើយអញ្ចឹងបងជូនឯងទៅសម្រាប់ចោះណា នាងមកជួយត្រូវការខ្ញុំជួយទេ បងឈ្គោះថៃយ៉ាងនេះក៏ត្រូវសួរដែរឆាប់ទៅយកភួយមកឲ្យខ្ញុំ មិនទេមកជីវតាយិនសៀបានធូរស្រាលទេ អត់ទេខ្លួននាងតិចណាស់ អ្នកប្រុសអ្នកនាងទី3ប្រហែលជាផ្ដាសាយធ្ងន់ហើយផឹកសម្លខ្ញីទៅនឹងជាវិញហើយណា អញ្ចឹងឈប់ធ្វើទៀតឆាប់ទៅដាំទៅឲ្យឆាប់ឡើង បាទខ្ញុំទៅធ្វើភ្លាម សម្លាញ់ឲ្យយ៉ាងថ្ងៃនៅព្រលឹមនៅឡើយពួកយើងថ្ងៃនេះគ្រាន់តែធ្វើដំណើរ1ម៉ោងទៀតទៅដល់គោលដៅរបស់យើងហើយហេតុអ្វីក៏អ្នកនាងយិនសៀបែរជាឈប់នៅទីនេះទៅវិញណោះ យិនសៀធ្វើយ៉ាងនេះប្រកាសជាខុសប្លែកមែនប្រហែលជាមានរឿងមិនដូចបំណងហើយណាហើយនេះទើបសម្រាប់ទីនេះចាំយប់ចាំធ្វើដំណើរតទៅទៀត ស្ត្រីខ្លាំងទៅដល់ណាខ្ញុំនេះក៏មិនខ្លាចដែររឿងដែលខ្ញុំបារម្ភនោះមនុស្សក្នុងក្រុមរបស់យិនសៀមានរឿងល្អអីកើតឡើង សម្លាញ់សឿម៉ាគិតបានដិតដល់មែនយើងត្រូវតែស្វែងយល់សិនទើបបាន
តាមសភាពនៅក្នុងឥឡូវនេះយើងដឹងថាពួកយើងត្រូវតែធ្វើយ៉ាងម៉េចកម្លាំងចលនេះមិនមែនធម្មតានោះទេសមុទ្រមួយស្លឹកនេះគឺមានកម្លាំងខ្លាំងណាស់បញ្ជាក់ថាគូភាគីមិនមែនជាមនុស្សធម្មតានោះទេណាគូភាគីកាន់តែខ្លាំងឲ្យយ៉ាងវុទីកាន់តែមានចំណូលចិត្តសំណៃស៊ឺម៉ាឯមើលតើគេសរសេរថាម៉េចទៅឲ្យយ៉ាងវុទីស៊ឺម៉ាអូឈិញម្នាក់ចូលចិត្តឈឺឆ្អាលនឹងរឿងរបស់គេម្នាក់ចូលចិត្តអ៊ូអយើងយល់ថាមានការធុញទ្រាន់ជាខ្លាំងយើងសម្រេចថាឲ្យពួកឯងតាមរងរួចហើយទៅក្រោមដើមឈើធំមួយឆ្ងាយពីទីនេះប្រហែលជា3យោជន៍នៅទិសខាងកើតលុតជង្គង់សុំទោសបើមិនតាមសម្រាប់ចោលពីអាចារ្យសម្រាប់7ទេវតាឃើញខ្លាចវិបោះហើយអាចារ្យសម្រាប់7សម្រាប់មនុស្សមិនប្រព្រឹត្តភ្នែកទេបើមិនធ្វើតាមបណ្ដាំគេទេលទ្ធផលចុងក្រោយពិបាកស្មានណាឲ្យយ៉ាងវុទីខ្ញុំនេះទៅរកគេភ្លាមដើម្បីដាក់កំបិតសុំទោសណាប៉ុន្តែអាចារ្យ7ឲ្យពួកយើងដាក់ដាននៅកន្លែងនេះទេណាទេទុកដាននៅទីនេះខ្វះចិត្តស្មោះត្រង់យើងត្រូវតែទៅនៅមុខគេដាក់ដានឲ្យគេវិញល្អជាងណាលីហើយគ្រាន់តែអាចារ្យសម្រាប់7នាក់ចង់ដណ្ដើមជាមួយនឹងខ្ញុំទៅហើយខ្ញុំមិនចាញ់ឯងទេខ្ញុំបានសម្លាញ់យ៉ាងនេះខ្ញុំចូលចិត្តណាគេសៀតដំណើរការដល់ណាហើយខ្ញុំបានធ្វើសញ្ញាបន្លំឲ្យមនុស្សល្ងង2នាក់នោះចាក់ចេញពីទីនោះហើយហេតុអីក៏ពួកគេជឿននាងខ្ញុំប្រើព្រួញបាញ់កដាស់ប៉ុន្តែកម្លាំងខ្យល់បានធ្វើឲ្យដៃស៊ឺម៉ាអ៊ូឈិញស្ពឹកគេប្រកាសជាមិនសង្ស័យអ្វីទេគេសៀតឯងពិតជាឆ្លាតមែនណាមួយកាន់តែរីកចម្រើនទៅទៀតស្ថានភាពបង្ខំទេដើម្បីចងសងសឹកឲ្យម្ចាស់ស្រីបានឆាប់មានតែធ្វើយ៉ាងនេះសឹងតែស្អីក៏ធ្វើដែរឥឡូវនេះជាពេលល្អសម្រាប់យើងកម្ចាត់ចៅយិនសៀចោលហើយពួកយើងឆាប់ប្រជុំគ្នាទៅកម្ចាត់ចៅយិនសៀចោលឈប់ដណ្ដប់ទៀតទេខ្ញុំដូចជាអស់កម្លាំងណាស់ឯងមិនរងាទៀតទេប៉ុន្តែឥឡូវខ្លួនប្រានខ្ញុំដូចជាត្រូវភ្លើងឆេះអញ្ចឹងពិបាកទ្រាំខ្លាំងណាស់ហេតុអីក៏អញ្ចឹងទៅវិញម្ដងរងាម្ដងក្តៅការពិតនេះជាជំងឺអីទៅនេះមកជើងនេះយ៉ាងម៉េចហើយណាខ្ញុំមានអារម្មណ៍ថារងាខ្លាំងណាស់នេះដេកចុះសិនទៅខ្ញុំទៅដល់ភួយឲ្យណាដេកទៅណែដេកទៅសម្លក់ខ្ញីមិនដល់តាមអីទៅយូរម្លេះយិនសៀលែរងាទៅហើយបែរជាក្តៅពេញខ្លួនបែរញើទៀតផងណាម្ដងក្តៅម្ដងរងាហេតុអីក៏ចម្លែកយ៉ាងនេះទៅវិញពូសួរខ្ញុំសួរណាពិតជាពិបាកយល់មែនទេនេះមកជឿសារតែមានអារម្មណ៍ថារងាអូធូពួកឲ្យសម្លប់ខ្ញុំណាណែក្បាលអ្នកប្រុសក្បាលកុំកំណាយខ្ញុំណាអ្នកប្រុសមានជំងឺដែរហ៎ទៅពូចេះតែនិយាយផ្ដាស់ខ្ញុំអត់មានជំងឺអីទេអ្នកប្រុសយ៉ាងម៉េចទៅហើយអូធូខ្ញុំសាតែមានអារម្មណ៍ថារងាណាស់រងាឡើងព្រឺឆ្អឹងខ្នងទៅហើយដេកចុះទៅណាដេកចុះទៅវីបយហេតុអីក៏យ៉ាងនេះទៅវិញទៅ10ភួយអត់មួយទៀតហើយមិនដែរហ៎ខ្ញុំមានអារម្មណ៍ក្តៅណាស់ហើយអញមិនក៏ចម្លែកយ៉ាងនេះម្នាក់ក្តៅម្នាក់ល្ងាហើយតាមមានរឿងអីចេះណោះអូធូឡើងល្ងីអស់លេងទៅហើយតកែហាងឆាប់ចូលមកលឺឡើងអញឬមួយប្តីប្រពន្ធគេមានអីទៀតហើយតាកញ្ចាស់បើចង់រកគេជួយនោះទៅរកនៅឋាននរកទៅការពិតពួកយើងខ្លាយជាយ៉ាងនេះសុទ្ធតែជាអំពើរបស់នាងទេឯងនិយាយត្រូវហើយថ្ងៃនេះយើងត្រូវតែសម្លាប់ពួកវាសងសឹកឲ្យពុកយើងពួកឯងត្រូវតែស្លាប់ទាំងអស់ឈប់សិនបើសិននាងហ៊ានចូលមកជំនាញយើងឲ្យស្នាដៃនាងឃើញខានតាកញ្ចាស់ឯងនេះក៏ហ៊ានប្រើសម្ដីខ្លាំងដាក់យើងដែរយើងនឹងសម្លាប់ឯងមុនគេមែនហើយថ្ងៃនេះជាឱកាសល្អកម្រមៀតណាស់ទោះជាយ៉ាងណាក៏យើងត្រូវទៅសម្លាប់ពួកឯងដែរអ្នកណាហ៊ានព្រាយផ្ដាស់អ្នកក្លាហានខ្មោចឃើញខ្លាចប្រកាសជាមកអន់ឲ្យពួកឯងទេ